ចេកមិនខ្វះទេប៉ុន្តែចេក organic ស្រែគឺយើងពិបាកក្នុងការទិញនៅលើទីផ្សារទីក្រុងដែរហើយនេះគឺជាចេករបស់អ្នកស្រុកចេកធម្មជាតិ 100% គឺដាំលក្ខណៈគ្រួសារអញ្ចឹងនៅតាមផ្ទះសុខសាន្តចំការធានា 100% គឺមិនមានដាក់ជីដាក់ថ្នាំទេអាចថាមានមួយអ្នកស្វឹងអីទៅនោមដាក់គល់នោមមកដាក់អីខ្លះប៉ុន្តែបើឲ្យថាចេកនេះប្រើថ្នាំប្រើគីមីមានដាក់ជីដាក់ថ្នាំជាកសិកម្មគឺអត់មានទេគឺដាំតាមយថាកម្មផ្លែបបបានយកបបហ្នឹងហើយនេះមកស្ទងមកវាហ្នឹងគឺដោយសារតាមការមើលមិនបានគ្រប់ជ្រុងជ្រោយគឺវាមានទុំខ្លះមានខ្ចីខ្លះអញ្ចឹងណាប៉ុន្តែអាទុំដើមនេះគឺឆ្ងាញ់មែនតើហើយបងប្អូនចង់បានអាចតំណែងខ្ញុំបានខ្ញុំនឹងដើររជូនបងប្អូនហើយក៏ជំរាបដែរគឺបើបងប្អូននៅសុកសែទេបាច់ទិញទេប៉ុន្តែសម្រាប់បងប្អូនដែលនៅទីក្រុងពីបើចេកធម្មជាតិសុកសែចំការដាំនៅតាមផ្ទះគឺអាចតំណែងមកខ្ញុំបានខ្ញុំនឹងទៅដើររជូនបងប្អូនហើយធានាថាមានគុណតម្លៃគុណភាពនៃផលិតផលដែលខ្ញុំដាក់ឲ្យគឺ 100% គឺជាចេករបស់ប្រជាជននៅក្នុងស្រុកស្រែចំការដែលគាត់ដាំជាលក្ខណៈគ្រួសារនៅតាមផ្ទះហើយខ្ញុំនឹងទៅចរចាបញ្ចុះបញ្ចូលទិញពីគាត់យកមកដើម្បីឲ្យបងប្អូនយើងនៅទីក្រុងដែលមិនមានដីសល់គៀនផ្ទះគៀនអីសម្រាប់ដាំចេកហូបខ្លួនឯងគឺអាចទិញពីខ្ញុំបានហើយខ្ញុំធានាថាគុណភាពចេកគុណភាពបន្លែពីខ្ញុំយកឲ្យបងប្អូនគឺដាំលក្ខណៈគ្រួសារមិនប្រើជីប្រើថ្នាំប្រើអីអ្វីទាំងអស់ហើយក្រៅពីចេកក៏ពួកខ្ញុំក៏មានផ្លែតឡាចផ្លែអីផ្សេងទៀតណាបងប្អូនគឺធានាជូនបងប្អូនអាចថាកំងវិញខ្ញុំបានប៉ុន្តែអាចថាកំងថ្ងៃហ្នឹងគឺ2-3ថ្ងៃក្រោយឬក៏ស្អែកអីទៅមានអញ្ចឹងណាបងប្អូនគឺអត់អាចថាកំងភ្លាមដែរបងប្អូនភ្លាមបានទេហើយក្រៅពីចេកខ្សែចេកធម្មជាតិគឺយើងក៏មានមន់ទាតាមផ្ទះតាមគ្រួសារដែរមានតាំងទាកប៉ាមន់ខ្សែបងប្អូនចង់បានសូមតម្លាក់លេខអរគុណជួបគ្នានៅវីដេអូក្រោយហេវហត់អស់កម្លាំងត្រូវការរបស់មកបើកម្លាំងតែមិនចង់ញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងខ្លាចមានផលវិបាកប៉ះពាល់ទៅដល់ថ្ងៃខាងមុខឥឡូវនេះខ្ញុំមានភេសជ្ជៈមួយមុខដែលកំពុងតែពេញនិយមមែនតើនៅតូបកាហ្វេបងប្អូនរបស់យើងដោយបងប្អូនបានឃើញពីដើមវីដេអូអញ្ចឹងគឺដូងហើយដូងដែលពួកខ្ញុំយកមកធ្វើជាភេសជ្ជៈដូងក្លុកនេះគឺជាដូងដែលនៅក្នុងស្រុកភូមិរបស់យើងបានន័យថាដូងធម្មជាតិដាំនៅតាមគ្រួសារធម្មតាមកយកមកធ្វើដូងក្លុកហើយជាភេទដូងក្អូបដែរប៉ុន្តែក៏វាមានធ្លាយខ្លះក្អូបខ្លាំងធ្លាយខ្លះក៏មិនសូវក្អូបចឹងណាបងហើយបើចង់សាសអាចមកសាកបាននៅទៀមកាហ្វេបងប្អូនកាហ្វេតម្លៃសមរម្យអាចទៅជួយបានធានាថាពេលដែលបងប្អូនមកសាកដឹងតែជាប់ចិត្តជាមួយនឹងដូងក្លុកអរគុណជួបគ្នានៅ